បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែរខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីទៀតហើយនៅคลิปវីដេអូនេះដែរខ្ញុំចង់បង្ហាញបងប្អូននឹងពីរបៀបបាទចុច2ដងដើម្បីដាក់អេក្រង់និងចុច2ដងទៀតដើម្បីចាក់សារអេក្រង់លើទូរស័ព្ទដៃបាទ Oppo ហើយខ្ញុំសូមធ្វើវីដេអូបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃ Oppo នេះតែម្ដងណាពេលនេះសូមបាទបែរកាមេរ៉ាបន្តិចបងប្អូនណាបាទសម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទដៃ Oppo ខ្លះគឺគាត់បានដឹងហើយពីរបៀបចូលទៅកំណត់ឬក៏ចូលទៅបើកមុខងារបាទប៉ះ2ដងដើម្បីចាក់សោអេក្រង់និងប៉ះ2ដងទៀតដើម្បីបាទដាក់អេក្រង់ហ្នឹងបាទហើយសម្រាប់បងប្អូនដែលអត់ទាន់ដឹងបាទបងប្អូននៅតែបាទប្រើប្រាស់បេតុងនេះបាទចុចបិទចុចបើកអញ្ចឹងណាបើសិនជាបងប្អូនខ្លះគឺគាត់បាទបានដាក់នីតិខ្លីឧទាហរណ៍គាត់លេងចប់គាត់ទុកទូរស័ព្ទចោលហើយដល់ពេលដល់នាទីវារលត់ទៅប៉ុន្តែបើសិនជាគាត់បាទយកទូរស័ព្ទនោះមកលេងបងប្អូនច្បាស់ណាស់ពិតជាបាទចុចបេតុងនេះមែនអត់បាទដើម្បីបាទបើកអញ្ចឹងបើសិនជាបងប្អូនចុចយូរទៅវាអាចនឹងឆាប់ខូចណាអញ្ចឹងបើសិនជាបងប្អូនបានកំណត់មុខងារហ្នឹងខ្ញុំជឿជាក់ថាបងប្អូននឹងចំណេញបាទពេលបងប្អូនបានលេងចប់បងប្អូនគ្រាន់តែបាទចុចពីលើបាល់នេះ2ដងបាទចាក់សោបើសិនជាបងប្អូនចង់បើកលេងវិញបងប្អូនគ្រាន់តែយកម្រាមដៃបងប្អូនបាទគោះទៅលើអេក្រង់បាទគោះលើទាំងណាក៏បានដែរបងប្អូនណាសំខាន់ឲ្យចំអេក្រង់មកគោះ2ដងអញ្ចឹងមករួចហើយនឹងដាក់ឲ្យចេញភ្លើងបងគ្រាន់តែឆូតអស់សោអញ្ចឹងមកបាទនោះនឹងរួចរាល់បាទអញ្ចឹងរបៀបទៅកំណត់បាទឬក៏ចូលទៅបើកមុខងារប៉ះ2ដងដើម្បីបើកអេក្រង់និងជួស2ដងទៀតដើម្បីបាក់បិទអេក្រង់ហ្នឹងបងប្អូនគ្រាន់តែបាទចូលមកសញ្ញារូបកងចក្រឬក៏សញ្ញាកូនសោនេះហើយគេដាក់ថាបាទការកំណត់អញ្ចឹងខ្ញុំសូមស្កប់វីដេអូបន្តិចដើម្បីទៅបាទបិទសិនណាបាទបងប្អូនគ្រាន់តែចូលមកពីលើសញ្ញារូបកូនសោឬក៏រូបកងចក្រហ្នឹងមកដើម្បីធ្វើការកំណត់បើកមុខងារណាបាទចូលពីលើរូបកូនសោរួចហើយបងប្អូនធ្វើការ scroll កម្មវិធីមកខាងក្រោមមកត្រូវមើលសញ្ញារូបរើសនេះបាទហើយគេដាក់ថាឧបករណ៍ផ្ដល់ភាពងាយស្រួលរួចហើយធ្វើការចុចពីលើពាក្យថាឧបករណ៍ផ្ដល់ភាពងាយស្រួលហ្នឹងមកបាទដោយសារតែទូរស័ព្ទនេះវារាងសេរីទាបអញ្ចឹងបាទកន្លែងបើកមុខងារទាំងពីរហ្នឹងគឺនៅអត់ជុំគ្នាទេណាបាទអញ្ចឹងវាមានបាទ2បាទអញ្ចឹងបើពេលបងប្អូនចូលមកបាទវាឃើញសញ្ញាបាតដៃគេដាក់ថាបាទកាយវិការនិងចលនាអញ្ចឹងកន្លែងកាយវិការនិងចលនាហ្នឹងចូលទៅបើកមុខងារដែលមានពាក្យថាបាទប៉ះ2ដងដើម្បីដាក់អេក្រង់ហើយបើសិនជាបងប្អូនចង់ធ្វើការបាទកំណត់មុខងារទី2នោះបាទមានន័យថាប៉ះ2ដងដើម្បីចាក់សោហ្នឹងបងប្អូនចុចកន្លែងបាល់ជំនួយនេះអញ្ចឹងខ្ញុំចូលកន្លែងបាទចុច2ដងដើម្បីដាក់អេក្រង់មុនណាបាទចូលកន្លែងពាក្យថាកាយវិការនិងចលនាហើយសញ្ញាបាតដៃហ្នឹងមករួចហើយបងប្អូនយកពាក្យថាបាទកាយវិការបាទអេក្រង់បិទបាទមកដល់ត្រង់នេះបងប្អូនអានអក្សរមើលទៅណាគេដាក់ថាបាទចុច2ដងដើម្បីដាក់អេក្រង់គឺមានន័យថាពេលដែលបងប្អូនបានបាទបិទហើយបងប្អូនគ្រាន់តែបាទចង់បើកវិញបងប្អូនគ្រាន់តែយកម្រាមដៃបងប្អូនហ្នឹងគោះទៅលើអេក្រង់2ដងបាទនឹងបាទបើកឲ្យចេញភ្លើងអញ្ចឹងបងប្អូនគ្រាន់តែបើកកុងតាក់នេះឲ្យឡើងដូចពណ៌ទ្រូចេកខាងលើអញ្ចឹងមកបាទទាញកុងតាក់បើកពឹបនោះនឹងបងប្អូននឹងបានមុខងារមួយដែលមានពាក្យថាបាទចុច2ដងដើម្បីដាក់អេក្រង់បាទចឹងមកគឺស្រួលបាទអញ្ចឹងបើសិនជាបងប្អូនចង់តែកំណត់ប៉ុណ្ណឹងក៏បានបាទចង់កំណត់តែប៉ុណ្ណឹងណាពេលបងប្អូនចង់ដាក់ចង់បើកវិញបងប្អូនគាត់តែចុចប៉ុណ្ណឹងមកបើសិនជាបងប្អូនគិតថាបងប្អូនកំណត់នាទីខ្លីបងប្អូនចង់បានតែបាទចុច2ដងដើម្បីដាក់អេក្រង់បងយកតែប៉ុណ្ណឹងមកប៉ុន្តែបើសិនជាបងប្អូនចង់កំណត់បន្ថែមបងប្អូនគ្រាន់តែបាទចូលមកបាទឧបករណ៍ប្រើភាពងាយស្រួលដដែលមកបាទរួចហើយខ្ញុំចូលទៅកន្លែងកាយវិការចលនាម្ដងទៀតដើម្បីទៅបង្ហាញបាទពីរបៀបបើកមួយទៀតណាអញ្ចឹងបងប្អូនចូលពាក្យថាកាយវិការអេក្រង់បិទហ្នឹងមកបាទបើសិនជាបងប្អូនបើកមុខងារបាទចុច2ដងដើម្បីដាក់អេក្រង់នឹងហើយបងប្អូននឹងមានជម្រើសមួយទៀតណាបាទជម្រើសកន្លែងពាក្យថានេះគូសអក្សរ0ដើម្បីបើកកាមេរ៉ាដើម្បីបើកកាមេរ៉ាអញ្ចឹងខ្ញុំអត់យកទេបាទអញ្ចឹងគូសបាទអក្សរ V ដើម្បីបើកបិទ7អញ្ចឹងសូមយកមួយទៀតបាទអញ្ចឹងពេលដែលងឹតបាញ់គាត់តែគូសអក្សរ V លើអេក្រង់អញ្ចឹងមកនោះនឹងបាទចេញភ្លើងអញ្ចឹងទៅណាបាទបើក7អញ្ចឹងទៅបើខ្ញុំចង់បិទវិញគាត់ឲ្យគូសអក្សរ V បិទវិញបាទរួចហើយខ្ញុំធ្វើការកំណត់បាទចុច2ដងដើម្បីបិទអេក្រង់បាទអញ្ចឹងពេលបងប្អូនចេញមកវិញបាទបងប្អូនរកមើលសញ្ញាបាល់នេះឬមួយបងប្អូនចូលមកសារថ្មីក៏បានដែរខ្ញុំសូមឃ្លាចោលសិនបាទចូលមកសារថ្មីកូនសោ
រួចហើយរកពាក្យថាឧបករណ៍ប្រាប់ងាយស្រួលបាទដូចថាបងប្អូនបាទចុចពីលើពាក្យថាបាទក្របបាទចុចជំនួយបាទអញ្ចឹងបងប្អូនចុចពីលើហ្នឹងមកហើយមានសញ្ញាវងមូលនេះបាទក្របបាល់ចុចជំនួយបាទមកដល់ថ្ងៃនេះបងប្អូនទាញកន្លែងកុងតាក់នេះបើកមកបាទរួចហើយបងប្អូនកុំទាន់ចេញណាបាទកុំទាន់ចេញបងប្អូនទៅធ្វើការបើកមុខងារទាំង3នេះបាទអញ្ចឹងមុខងារទាំង3វាមានបាទប៉ះពីរដងបាទប៉ះឲ្យជាប់បាទអញ្ចឹងពេលបងប្អូនយកពាក្យថាប៉ះមានអីខ្លះចាំមើលចូលទៅប៉ះមើលអញ្ចឹងបងប្អូនទៅកាន់និយមន័យនឹងប៉ះនឹងម្ដងប៉ះឲ្យជាប់ណាបាទឧទាហរណ៍ថាប៉ះបាទថយក្រោយបាទប៉ះថតការជួយដំណឹងបាទប៉ះចាក់សោអញ្ចឹងពេលបងប្អូនចង់គាត់ថាប៉ះចាក់សោបងប្អូនគ្រាន់តែចុចគ្រីសទាំងហ្នឹងមកប៉ុន្តែខ្ញុំអត់យកទាំងហ្នឹងទេខ្ញុំចង់ចុចពីរដងណាបាទអញ្ចឹងមានពាក្យថាប៉ះហ្នឹងបាទថតបាទរូបអេក្រង់អញ្ចឹងខ្ញុំអត់យកទៀតបាទអញ្ចឹងសូមយកពាក្យថាប៉ះពីរដងបាទប៉ះពីរដងចុចមើលតើប៉ះពីរដងមានអីខ្លះបាទប៉ះពីរដងបាទកិច្ចការថ្មីបាទប៉ះពីរដងការជួយដំណឹងប៉ះពីរដងចាក់សោអេក្រង់ចាក់សោអេក្រង់ទូរស័ព្ទខ្ញុំសូមយកទៅហ្នឹងបាទរួចហើយនេះគេដាក់ថាបាទប៉ះពីរដងចាក់សោអេក្រង់ហើយនៅខាងក្រោមបើសិនជាបងប្អូនចង់ធ្វើការបាទកំណត់ពាក្យថាប៉ះឲ្យជាប់ក៏មានពាក្យថាដូចចាក់សោអេក្រង់ដែរបងប្អូនបាទតែប៉ុន្តែខ្ញុំយកខាងលើហើយដល់អញ្ចឹងវាអត់ឲ្យណាបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនយកកន្លែងពាក្យថាប៉ះពីរដងបាទកិច្ចការងារថ្មីហើយនៅខាងក្រោមគេបានផ្លាស់ប្ដូរវិញបាទមានពាក្យថាបាទប៉ះឲ្យជាប់បាទចាក់សោអេក្រង់ណាអញ្ចឹងវាផ្លាស់ប្ដូរអញ្ចឹងវិញណាបាទអញ្ចឹងបើសិនជាបងប្អូនចង់ថាប៉ះឲ្យជាប់លើកូនបាល់ហ្នឹងបាទដើម្បីចាក់សោអញ្ចឹងក៏អូខេដែរប៉ុន្តែខ្ញុំចង់យកប៉ះពីរដងដើម្បីចាក់សោចុះបាទប៉ះពីរដងដើម្បីចាក់សោអញ្ចឹងមកបងប្អូនគ្រាន់តែបាទកំណត់ទាំងនឹងហើយបាទបងប្អូនចេញឲ្យវិញមកណាបើសិនជាឃើញជាប់ថាប៉ះពីរដងបាទចាក់សោអេក្រង់រួចហើយបងប្អូនចេញឲ្យវិញធម្មតាមកឬ clear ចោលមកណាបាទពេលនោះបងប្អូនគាត់ថាទាញបាល់ដាក់កន្លែងសាឡាបងប្អូនគាត់ចុចពីរដងចេះបាទចាក់សោបាទចុចពីរដងទៀតដើម្បីដោះសោអញ្ចឹងទៅហើយបើសិនជាបងប្អូននៅកន្លែងងងឹតណាបាទបងប្អូនគ្រាន់តែបាទចំណាំពាក្យមិញណាគូអក្សរវិញដើម្បីបើក7បាទមកឃើញស្រួលអត់ហើយដល់ពេលបិទ7វិញបងប្អូនណាសម្រាប់ទូរស័ព្ទដៃ Oppo គឺមានកម្មវិធីច្រើនបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងណាបាទហើយមុននឹងคลิปពីបងប្អូនទៅបាទក៏សូមជូនពរបាទជូនចែកដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណាបាទខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះខ្ញុំបាទក៏សូមអរគុណការជម្រាបលាបាទជួបគ្នាវីដេអូក្រោយបាទបាយបាយ